7 ឆ្នាំចុងក្រោយតើវិស័យ trading ទៅលើ Forex នៅកម្ពុជាយើងមានការវិវត្តបែបណាខ្លះបើយើងប្រៀបធៀបត្រឡប់ទៅក្រោយកាលពី7ឆ្នាំមុនវិញអញ្ចឹងសម្រាប់ណាងដែលយើងនិយាយថាណាងគាត់ជាអ្នកបរៀនផ្ទាល់ហ្មងខ្ញុំនិយាយពីផ្នែកសិស្សវិញតើបើ7ឆ្នាំមុនជាមួយនឹងឥឡូវតើការបរៀនវាមានភាពខុសគ្នារបៀបមិនខ្លះបើយើងធៀបពីឥឡូវហើយនឹង7ឆ្នាំមុនការខុសគ្នាវាច្រើនកាលពីមុនចង់រកកន្លែងរៀនវាពិបាកដោយសារតែយើងអត់ដឹងថាទៅរៀននៅណាហើយបើសិនជាយើងដឹងថាទៅរៀននៅហ្នឹងយើងអត់ដឹងថាបុគ្គលម្នាក់ហ្នឹងគាត់អាចពៀនយើងបានអត់អញ្ចឹងណាអ្វីដែលយើងបារម្ភការនឹងវាអត់សូវទ្រឹមទ្រាយយើងខ្លាចតែបាញ់លុយទៅហើយយើងអត់បានរៀនហើយទី2វិញរបស់ជំនួយវាអត់សូវមានដែរទី3លក្ខខណ្ឌនៅក្នុងការបើក account ក៏វាមានភាពពិបាកដោយសារតែមានចំណុចខ្លះដែលពីមុនខ្ញុំ concern គឺពិបាកនៅការរក broker ដែលទុកចិត្តបានហើយចំណុចទី4វិញកាលនោះចំណាយលុយទិញទៅលើ indicator ច្រើនហើយ EA កាលនោះក៏អត់ទាន់មាន AI អញ្ចឹងក៏ទិញក៏ថ្លៃដូចគ្នាការប្រើប្រាស់ក៏នៅមានចំណុចខ្វះខាតច្រើនដែរតែបើធៀបមកពីឥឡូវវិញយើងមិននិយាយគឺវាខុសគ្នាឆ្ងាយមែនទែនតែ7ឆ្នាំមុនអ្វីដែលខ្ញុំបានរៀបរាប់ខាងលើហ្នឹងគឺសុទ្ធតែជាផលពិបាកសម្រាប់ខ្ញុំហើយអូខេបើដូចគ្នាដែរបើយើងដល់ WDF របស់យើងកាល2021ណាជំនាន់ហ្នឹងយើងញឹមត្រឹមពេលមិនដល់7ឆ្នាំមុនវាត្រឹមថា5ឆ្នាំមុនចុះ5ឆ្នាំជាងមុនអញ្ចឹងនៅពេលដែលយើងបង្កើតដំបូងណាអ្វីដែលយើងពិបាកជាងគេហ្មងការដែលយើងផ្សព្វផ្សាយពីថ្នាក់រៀនទៅហ្នឹងអ្នកគាត់ចូលរៀនគឺគាត់សូន្យហ្មងសូម្បីតែ Forex ជាអ្វីហ្នឹងក៏យើងពិបាកបញ្យល់គាត់ឲ្យគាត់យល់ថាតើ Forex ជាអ្វីដែរតែបើអ្វីយើងឃើញជាក់ស្ដែងឥឡូវគឺគាត់ឆាតមកគឺគាត់លេងសួរថាបងអា Forex ជាអីគឺគាត់សួរពីថ្នាក់រៀនហើយគាត់ចង់ចូលរៀនទីនេះ call យកមកអញ្ចឹងមានន័យថាគាត់បានសិក្សាច្រើនមាន form យល់រំលាយច្រើនពាក់ព័ន្ធជាមួយនឹងថាតើ Forex នេះវារបៀបមិនខ្លះអញ្ចឹងណាអានោះទី1ពាក់ព័ន្ធជាមួយនឹងការសិក្សាដល់ពេលពាក់ព័ន្ធជាមួយឧបករណ៍ជំនួយវិញឧបករណ៍ជំនួយដូចណាងនិយាយមិញអញ្ចឹងពីមុនយើងមានដូចគ្នា indicator ក៏មាន EA ក៏មានដែរជំនាន់យើងប្រើអត់ប្រើពី AI យើងប្រើពី EA robot អីចឹងណាក៏ប៉ុន្តែប្រសិទ្ធភាពនៃការប្រើប្រាស់របស់វាគឺមិនសូវល្អទេហើយសូម្បីតែការតម្លើង set up របស់វាហ្នឹងក៏ពិបាកដែរយើងត្រូវបោះ file បោះអីញ៉ៃអញ្ចឹងណាអាហ្នឹងទី2ពាក់ព័ន្ធជាមួយនឹងឧបករណ៍ជំនួយដល់ពេលទី3ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន broker វាមានចំនួនមានកំណត់មានថាមានតិចហើយនៅពេលដែលយើងចង់ធ្វើការដកដាក់លុយឬមួយក៏បើក account trading គឺត្រូវពឹងផ្អែកទៅលើបុគ្គលិករបស់ក្រុមហ៊ុនហ្នឹងដើម្បីគាត់ជួយក្នុងការដាក់លុយដកលុយអីផ្សេងប្រឹក្សាយោបល់ជាមួយយើងអញ្ចឹងពេលខ្លះឧទាហរណ៍ថាយប់យើង trade យើង holding card យើងត្រូវការ deposit លុយទុកថែមឬមួយក៏អីមួយចំនួនហ្នឹងយើងត្រូវ call ទៅគាត់តែឥឡូវអត់ទេគ្រប់ broker ទាំងអស់មិនថានៅណាទេនៅស្រុកខ្មែរយើងក៏ដោយគឺគាត់អាចធ្វើការដាក់ដកលុយដោយខ្លួនឯងបានលឿនឥឡូវគេមានការpay ហ្នឹងគឺវាលឿនជាងមុនស្រួលជាងមុនច្រើនអញ្ចឹងវាគឺជាចំណុចល្អដែលយើងឃើញថាវាអភិវឌ្ឍមកក៏ប៉ុន្តែក៏វាមានចំណុចអវិជ្ជមានច្រើនដែរដោយសារតែចំនួនមុនអ្នកដែលគាត់មុននឹងចាប់ផ្ដើម trade ទៅលើវិស័យ forex គឺមួយក៏បើក account trading ហ្នឹងគឺត្រូវពឹងផ្អែកទៅលើបុគ្គលណាមួយអញ្ចឹងបើសិនជាបុគ្គលដែលគាត់ជាបុគ្គលិកក្រុមហ៊ុនចំណាក់ភ្ញៀវនោះមុននឹងសិក្សាទៅលើការបើក account trading ទទួលបានការប្រឹក្សាល្អតែសម័យឥឡូវដោយសារតែវា short cut ខ្លាំងពេកវាងាយស្រួលខ្លាំងពេកធ្វើឲ្យអ្នកខ្លះគាត់អត់ចាំបាច់តាក់ទងជាមួយនរណាគេទាំងអស់គាត់ចូលទៅដល់បើក account យកមកទាំងគាត់មិនបានការប្រឹក្សាមិនបានការសិក្សាអីទាំងអស់មកវាកាត់មកទៅហឹងយកមកហ្នឹងហើយដល់ពេលទៅដល់លងខ្លួនជ្រៅទៅវាទៅជាផលអវិជ្ជមានវិញអញ្ចឹងមានន័យថាការសិក្សានៅក្នុងភាពងាយស្រួលក៏វាមានគុណវិបត្តិរបស់វាអញ្ចឹងយើងជាអ្នកប្រើប្រាស់ផ្ទាល់យើងជាអ្នកដែលទៅចង់ប្រឡូកទៅលើវិស័យនឹងផ្ទាល់ហ្មងយើងត្រូវតែសួរខ្លួនឯងវិញថាតើខ្ញុំគួរតែចាប់ផ្ដើមពីចំណុចមួយណាទៅសិនអញ្ចឹងអ្វីដែលខ្ញុំណែនាំហ្មងចាប់ផ្ដើមពីចំណុចនៃការសិក្សាស្វែងយល់អំពីបុគ្គលដែលយើងចង់ទុកចិត្តលើគាត់នឹងសិនទី1ទី2តើយើងគួរតែសិក្សាលើអ្វីបន្ថែមគឺចំណេះដឹងសិនអញ្ចឹងឧបមាបើថាថ្ងៃដូចយើងមាន crazy ក៏ដោយយើងមាន crazy លក់ណាក៏ប៉ុន្តែខ្ញុំតែសួរអ្នកដែលគាត់ចង់ទិញ crazy តែគាត់ធ្លាប់ trade អត់បើគាត់ធ្លាប់មានបទពិសោធន៍ការ trade គាត់ដឹងអំពី risk management អាហ្នឹងបាទយើងអូខេគាត់ក្នុងការទិញតែបើសិនជា0ហ្មងទៅទិញ indicator ប្រើក៏ហានិភ័យទៅតាមនឹងដែរ Yes ព្រោះអីវាគ្មានអ្វី 100% នៅលើលោកនេះវាបានត្រឹម 70% គឺល្អបំផុតទេអញ្ចឹងចំណុចប្រមាណនេះដែលយើងលើកឡើងចង់ឲ្យខ្លីខ្លឹមគឺចង់សារមួយផ្ញើទៅអ្នកទាំងអស់គ្នាថានៅក្នុងការវិវត្តទៅមុខនៃសង្គមយើងកុំភ្លេចខ្លួននៅការប្រុងប្រយ័ត្នមិនមែនមានន័យថាបច្ចេកវិទ្យាទំនើបយើងភ្លេចនៅវត្ថុបុរាណដែលយើងត្រូវចេះប្រយ័ត្នទេវត្ថុបុរាណសំដៅលើគេឥឡូវអាងអី QR អាងអី username លេខទូរស័ព្ទជាវត្ថុបុរាណអញ្ចឹងបើពេលខ្លះល្អ call ទៅដើម្បីបញ្ជាក់ព្រោះសំបីតែ case ផឹកមិញមានអ្នកគាត់ចាញ់បោកគេដោយសារតែគាត់
គាត់ថាជា team របស់យើង ừ ទាំងបុគ្គលម្នាក់ហ្នឹងយើងអត់ដែរស្គាល់គាត់សោះហើយក៏បានដាក់ contact របស់គាត់បានដាក់លេខទូរស័ព្ទគាត់លឿនហ្នឹងសោះ ừ ក៏ប៉ុន្តែសាទុកចិត្តពេកអូខេគាត់បាញ់លុយគេរាប់រយដុល្លារអញ្ចឹងចំណុចនេះភាសាដាស់តឿនហើយជាអ្វីដែលយើងឃើញថាការវិវត្តរយៈពេល7ឆ្នាំចុងក្រោយទៅលើវិស័យ forex អញ្ចឹងសូមវិនិយោគដោយការប្រុងប្រយ័ត្នសូមសិក្សាមុននឹងធ្វើអ្វីមួយ